ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកនេះខ្ញុំបានមកលេងខេត្តសៀមរាបហើយនេះខ្ញុំនឹងមកអ្នកទៅញ៉ាំបាយថ្ងៃត្រង់នៅឯភូមិព្រះដាក់ដែលគេល្បីថាបាយហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនតោះចង់ដឹងអត់ថានៅភូមិព្រះដាក់ហូបបាយថ្ងៃត្រង់ម្ដងអស់ប្រមាណហើយមានម្ហូបអីខ្លះតោះទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go មុននឹងទៅដល់ភូមិព្រះដាក់យើងមកនិយាយពីដើមតងនៃវីដេអូរបស់យើងសិនបាទព្រឹកឡើងខ្ញុំបានជួលម៉ូតូក៏ដូចជាជួលទស្សនៈអីហើយព្រោះអីដល់រត់ទស្សនៈនឹងពេញក្រុងបាទបានបុកភីងហ្នឹងហើយយើងក៏បានជិះម៉ូតូទៅកាន់ភូមិព្រះដាក់ប៉ុន្តែយើងក៏បានចុះចាក់សាំងសិនមកព្រោះយើងចាក់តែមិនទេព្រោះយើងជិះស្កុប2025អញ្ចឹងវាមានអីគេអ៊ីកូដែរវាសែលលុយយើងខ្លះដែរអញ្ចឹងណាប៉ុន្តែនៅតាមផ្លូវទៅព្រះដាក់ថាស្អាតខ្លាំងមែនតើត្រជាក់ស្រុបតែម្ដងនៅទាំងអស់គ្នាត្រជាក់តាំងពីព្រឹករហូតដល់ថ្ងៃហើយយើងក៏បានមកដល់ភូមិព្រះដាក់ថាមនុស្សច្រើនខ្លាំងមែនតើក្នុងថ្ងៃទី1នេះព្រោះអីខ្ញុំមកដល់ភូមិព្រះដាក់ហ្នឹងថ្ងៃទី1នេះព្រះរាជពិធីបុណ្យអុំទូកតែម្ដងខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំក៏បានងាកឆ្វេងងាកស្ដាំមើលហាងណាដែលមានលក់បាយថ្ងៃត្រង់មានជ្រូកខ្វៃមានកែបុកហ្នឹងថាហាងណាដែលមានលឿនទៅយើងចូលហាងហ្នឹងទៅព្រោះអីយើងឆាប់បានហូបបាយព្រោះយើងហៅបាយខ្លាំងហើយម៉ោង2លើហើយបានរកបាយថ្ងៃត្រង់អូយដល់ថាយើងបានញ៉ាំបាយថ្ងៃនៅព្រះដាក់បាយថ្ងៃម៉ោងប៉ុន្មានគឺ3ទេណាមើលម៉ោង2កន្លះម៉ោង2កន្លះបាយថ្ងៃព្រោះអីអត់បានដេកយប់មិញអញ្ចឹងយើងបាយថ្ងៃហើយយើងបន្តទៅមុខទីសិនដល់ទៅមុខប្រាសាទអីដែលយើងភ្លេចបាត់ហើយខ្ញុំចូលម្ដងបាយថ្ងៃយើងក៏បានមកដល់ហើយមានជ្រូកខ្វៃមានកែបុកអញ្ចឹងទៅជ្រូកខ្វៃគេគឺថាមួយខាំតែ5000ទេអញ្ចឹងយើងទិញ2ខាំមកអស់10000រៀលកែបុកប៉ុន្មាននេះទៅបានតែតែយើងសរុបទៅបាយថ្ងៃហ្នឹងអស់ធូរថ្លៃដែរយើងក៏បានធ្វើការពុកប៉ាប់ញ៉ាំតែម្ដងគឺថាហេវហើយចាំកាលលេតម៉ោង2ហើយតាមបានបាយថ្ងៃត្រង់ខាងណាអង្គុយញ៉ាំបាយសុំមានភ្លេងស្កតទីមកកំដរទៀតចាក់លុយអញ្ចឹងសរុបមកវិញបាយថ្ងៃអត់តែ25000ទេញ៉ាំ2នាក់ហើយដល់ស្អកហើយបាទញ៉ាំបានតែបណ្ដាសំឡូមេគ្រប់ហាងទាំងអស់ខ្ញុំមិនได้ហាងណាអូខេបន្ទាប់ពីញ៉ាំបាយនៅបណ្ដាហើយខ្ញុំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំនឹងបានចេញដំណើរតទៅតាមប្រាង្គប្រាសាទនានាសិននៅក្នុងខេត្តសៀមរាបនឹងតែម្ដងគឺថានៅតាមផ្លូវនៅតាមប្រាសាទនានានឹងថាមនុស្សច្រើនខ្លាំងមែនតែអ្នកទាំងអស់គ្នាអើយថាប៉ុន្តែប្រាសាទមួយពិតជាស្អាតខ្លាំងមែនតែហើយត្រង់នេះកើតអីតែមកកើតឈើអត់យល់ទេកាត់មកទៀតពេកចឹងមែនប៉ុន្តែខ្ញុំចង់និយាយថាទេសភាពនៅតាមប្រាង្គប្រាសាទនីមួយនឹងពិតជាស្អាតខ្លាំងមែនតែអ្នកទាំងអស់គ្នាមានដើមឈើមានថ្មមានរូបចម្លាក់ដែលបន្សល់មកពីគេដូនតាខ្មែរយើងថាស្អាតខ្លាំងមែនតែហើយនេះគឺជាកន្លែងដែលគេកំពុងតែ trending ថាកន្លែងដែលកំពុងតែល្បីគឺកន្លែងម៉ាឆាហើយខ្ញុំក៏បានត្រឡប់មកខាងទីក្រុងសៀមរាបវិញដើម្បីធ្វើការងូតទឹកហើយដើរលេងនៅផាប់ស្រីយប់បន្តទៀតតែខ្ញុំចង់ប្រាប់ថាបើសិនបើបងប្អូនទាំងអស់គ្នាចង់មកលេងខេត្តសៀមរាបហើយចង់ booking ឡានដែលមានតម្លៃធូរថ្លៃមានច្រើនទំហំសម្រាប់បងប្អូនជ្រើសរើសនិងមានច្រើនពេលវេលាសម្រាប់បងប្អូនចេញដំណើរបងប្អូនអាច download យក app Red Bus សម្រាប់ធ្វើការកក់សំបុត្រឡានក្រុងទៅកាន់25ខេត្តក្រុងបានជាពិសេសទៅកាន់ខេត្តសៀមរាបមានច្រើនទំហំច្រើនឡានច្រើនម៉ាកច្រើនមុខមានឡានក្រែគេមានឡានអង្គុយបងប្អូនអាច booking នៅក្នុង app Red Bus បាន Red Bus គឺជា app មួយសម្រាប់កក់សំបុត្រឡានក្រុងទៅកាន់25ខេត្តក្រុងហើយនឹងមានពីប្រទេសដែលជាប្រទេសជិតខាងយើងទៀតផងហើយសំខាន់នៅក្នុង app Red Bus មានគ្រប់ម៉ោងពេលសម្រាប់ចេញដំណើរបងប្អូនចង់ចេញទៅម៉ោងណាក៏បានដែរមានច្រើនម៉ោងខ្លាំងមែនទែនសម្រាប់បងប្អូនចេញដំណើរក្នុង app Red Bus នេះទៀតសោតមានទីតាំងច្រើនសម្រាប់បងប្អូនចោក៏ដូចជាឡើងទៀតផងហើយងាយស្រួលការកក់ខ្លាំងមែនទែនហើយក្នុង app Red Bus ងាយស្រួលការ pay លុយខ្លាំងមែនទែនបងប្អូនអាច pay តាមរយៈ AVA ឬ Apple តាមរយៈ WeBank ហើយនឹង Visa កាន់ផងដែរហើយក្នុង app Red Bus មាន promotion ច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីកក់សំបុត្រទៅកាន់ក្រុម25ខេត្តក្រុងអញ្ចឹងណាហើយថ្មីនេះ Red Bus គឺមាន promo code ថ្មីមួយគឺ Red Bus Trip បងប្អូនអាចប្រើ promo code នេះបានដើម្បីទទួលបានការបញ្ចុះតម្លៃចំនួន$2និងត្រឡប់មកវិញចំនួន$4នៅក្នុង app Red Bus នេះផ្ទាល់តែម្ដងបើសិនបើបងប្អូនត្រូវការកក់សំបុត្រឡានក្រុងកុំភ្លេច app Red Bus ណាមាន promotion ច្រើនសុវត្ថិភាពងាយស្រួលកក់ងាយស្រួលធ្វើដំណើរខ្លាំងមែនទែនជាមួយនឹង app Red Bus ការកក់សំបុត្រឡានក្រុងកុំភ្លេច app Red Bus